សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វិញ្ញាសាត្រៀមប្រឡងបាក់ឌុបមុខវិជ្ជាផែនវិទ្យាភាគ5ចឹងនៅក្នុងវិញ្ញាសាទី5នេះលោកគ្រូមាន4សំណួរដូចគ្នាដែលសំណួរទី1កតើភពក្នុងនិងភពក្រៅនៃប្រព័ន្ធព្រះអាទិត្យមានលក្ខណៈពិសេសយ៉ាងណាខ្លះខហេតុអ្វីបានជាសហព័ន្ធតារាសាស្ត្រអន្តរជាតិយល់ព្រមកាត់បន្ថយចំនួនភពក្នុងប្រព័ន្ធព្រះអាទិត្យមកត្រឹម8វិញសំណួរទី2កចូលរាប់ឈ្មោះអន្តរផូស៊ីលសំខាន់ដែលអ្នកបានស្គាល់ខតើការប្រើប្រាស់អន្តរផូស៊ីលបង្កឲ្យមានផលប៉ះពាល់អ្វីខ្លះដល់បរិស្ថានសំណួរទី3ចូលរៀបរាប់ពីភាពខុសគ្នារវាងការផ្ទុះបំបែកនិងការរលាយថាមពលនុយក្លេអ៊ែរតើថាមពលទាំងពីរនេះផ្ដល់នូវគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះសំណួរទី4តើកាឡាក់ស៊ីមានប្រមាណប្រភេទអ្វីខ្លះប្រព័ន្ធព្រះអាទិត្យរបស់យើងស្ថិតនៅក្នុងប្រភេទកាឡាក់ស៊ីណាមួយហើយមានឈ្មោះអ្វីអញ្ចឹងតើតើនឹងសំណួរវិញ្ញាសាទី5នេះគឺយើងមាន4សំណួរហ្នឹងអូខេបងប្អូនអាចគិតក្នុងចិត្តមើលថាតើចម្លើយរបស់យើងអាចដូចជាមួយនឹងអត្រាកម្រិតដែលលោកគ្រូបានលើកឡើងដែរអត់អូខេគឺទុកពាក្យឲ្យមួយផ្លែតតោះអញ្ចឹងយើងចូលដល់ចម្លើយទី1កភពក្នុងនិងភពក្រៅប្រព័ន្ធព្រះអាទិត្យមានលក្ខណៈពិសេសដូចជាចំពោះភពក្នុងគឺទី1ភពក្នុងជាទូទៅជាភពសិលាវាមានទំហំតូចជាទូទៅភពក្នុងគឺយើងមានទំហំតូចជាភពដែលក្តៅឬក៏យើងអាចនិយាយថាភពដែលមានសីតុណ្ហភាពខ្ពស់ហើយភពនេះគឺមានទំនាញខ្សោយជាពិសេសគឺវាស្ថិតនៅជិតព្រះអាទិត្យរីឯភពក្រៅវិញគឺជាភពឧស្ម័នភពនេះជាទូទៅមានទំហំធំហើយមានសីតុណ្ហភាពត្រជាក់យ៉ាងណាមិញភពក្រៅគឺមានទំនាញខ្លាំងហើយជាទូទៅគឺវាស្ថិតនៅឆ្ងាយពីព្រះអាទិត្យចំណុចទី2ខបានជាសហព័ន្ធតារាសាស្ត្រអន្តរជាតិយល់ព្រមកាត់បន្ថយចំនួនភពនៅក្នុងប្រព័ន្ធព្រះអាទិត្យមកត្រឹម8វិញគឺដោយសារតែទី1ភពត្រូវតែធ្វើដំណើរជុំវិញកន្លងព្រះអាទិត្យហើយភពត្រូវតែមានម៉ាសគ្រប់គ្រាន់សម្រាប់ទំនាញរបស់វាដើម្បីរក្សារាងមូលទី3ត្រូវតែមានទំហំធំល្មមក្នុងការគ្រប់គ្រងកន្លងរបស់វាយ៉ាងណាមិញដោយសារតែលក្ខខណ្ឌចុងក្រោយភព Pluto មានទំហំតូចមិនមានកន្លងច្បាស់លាស់ដូចនេះវាត្រូវបានកាត់ចេញពីប្រព័ន្ធព្រះអាទិត្យអូខេឥឡូវយើងចូលអត្រាកំណែតទៅនឹងសំណួរទី2គេឲ្យយើងរាប់ឈ្មោះអន្តរផូស៊ីសំខាន់ដែលយើងបានស្គាល់អញ្ចឹងកាលណាយើងនិយាយអំពីអន្តរផូស៊ីឬក៏ផូស៊ីអន្តរនេះគឺយើងផ្ដោតទៅលើទី1ផ្ដោតទៅលើប្រេងឆៅទី2យើងផ្ដោតទៅលើធ្យូងថ្មហើយទី3យើងផ្ដោតទៅលើធម្មជាតិអូឧស្ម័នធម្មជាតិអញ្ចឹងធ្យូងថ្មប្រេងឆៅនិងឧស្ម័នធម្មជាតិផលិតផល3នេះគឺជាអន្តរផូស៊ីលហើយជាទូទៅនៅពេលដែលយើងប្រើប្រាស់អន្តរផូស៊ីលវាតែងតែបង្កនៅផលប៉ះពាល់ទៅដល់បរិស្ថានរបស់យើងដូចជាទី1ធ្វើឲ្យផែនដីយើងឡើងកម្ដៅឬក៏មានកំណើមផលផ្ទះកញ្ចក់ពាក្យពីរនេះយើងប្រើមួយណាក៏បានដែរដោយសារតែដំណើរនៃផលផ្ទះកញ្ចក់គឺវាធ្វើឲ្យផែនដីយើងឡើងកម្ដៅទី2ធ្វើឲ្យមានការប្រែប្រួលអាកាសធាតុទី3បង្កឲ្យមានភ្លៀងអាស៊ីតទី4ធ្វើឲ្យស្រទាប់អូโซนរបស់យើងត្រូវបានធ្លុះធ្លាយទី5ធ្វើឲ្យមានការបំពុលទឹកបំពុលដីនិងបំពុលខ្យល់ហើយអ្វីដែលជាពិសេសនោះទៀតសោតគឺវាធ្វើឲ្យយើងប៉ះពាល់ទៅដល់សុខភាពមនុស្សហើយនិងសត្វជាដើមនិងរុក្ខជាតិផងដែរអូខេចាឥឡូវយើងចូលដល់អត្រាកំណែទី3ភាពខុសគ្នារវាងការបន្ទុះនៃថាមពលនុយក្លេអ៊ែរហើយនិងថាមពលការបំបែកនុយក្លេអ៊ែរជាទូទៅនៅពេលដែលយើងនិយាយអំពីការផ្ទុះបំបែកនុយក្លេអ៊ែរគឺជាលំនាំមួយនៃការបំបែកស្នូលអាតូមដើម្បីផលិតថាមពលរីឯការរលាយនុយក្លេអ៊ែរគឺជាការរួមផ្សំនៃស្នូលអាតូម2ឬច្រើនជាងនេះដើម្បីផលិតថាមពល
chắc tại tôi nâng mê riêng mùi nít cứ việc bắt đầu từ lơ mê riêng pi đại diện thời bị trả ná thì mỗi cứ mê riêng tham một bộ sinh sấy thì pi cứ mê riêngประតិតចឹងយើងដឹងហើយថាព្រះអាទិត្យក៏មានការរលាយនុយក្លេអ៊ែរនៅក្នុងស្នូលរបស់ព្រះអាទិត្យដែរដែលវាបង្កើតនៅធម្មពលនិងពន្លឺដ៏ខ្លាំងក្លាចឹងហើយយើងគឺធ្វើឲ្យយើងធ្វើការប្រៀបធៀបរវាងការផ្ទុះបំបែកនៃស្នូលអាតូមដើម្បីផលិតធម្មពលដែលគេប្រើប្រាស់នៅក្នុងភពផែនដីនេះដើម្បីផលិតជាធម្មពលជាមួយនឹងការផលិតធម្មពលនៅក្នុងស្នូលព្រះអាទិត្យចំណុចបន្តយើងនិយាយអំពីគុណសម្បត្តិនៃធម្មពលទាំងពីរតើធម្មពលទាំងពីរទាំងការផ្ទុះបំបែកនុយក្លេអ៊ែរនិងការរលាយនុយក្លេអ៊ែរតើវាបង្កឲ្យមានគុណសម្បត្តិអ្វីខ្លះអញ្ចឹងទី1ធម្មពលទាំងពីរឬក៏យើងនិយាយថាធម្មពលនុយក្លេអ៊ែរគឺវាជាធម្មពលមួយដែលវាបង្កើតឲ្យមានធម្មពលកម្ដៅចំនួនការប្រើប្រាស់ឥន្ធនៈផូស៊ីលអញ្ចឹងដោយសារតែការប្រើប្រាស់ឥន្ធនៈផូស៊ីលវាបង្កនៅផលប៉ះពាល់ដ៏ខ្លាំងអញ្ចឹងយើងអាចមានជំរឿប្រើប្រាស់ធម្មពលនុយក្លេអ៊ែរទី2វាបានផ្ដល់នៅពន្លឺសម្រាប់ទ្រទ្រង់ជីវិតនៅលើភពផែនដីកន្លែងនេះគឺយើងផ្ដោតទៅលើការរលាយនុយក្លេអ៊ែរដែលកើតមាននៅក្នុងប្រព័ន្ធព្រះអាទិត្យនៅក្នុងព្រះអាទិត្យដូច្នេះវាបានផ្ដល់នៅពន្លឺសម្រាប់ជីវិតរបស់យើងរស់នៅលើផែនដីទី3ចំណុចទី3តកតូននឹងការប្រើប្រាស់ធម្មពលនុយក្លេអ៊ែរគឺมันបានបញ្ចេញនៅសារធាតុបំពុលខ្យល់នោះទេអ្វីដែលសំខាន់នេះគឺផ្ដោតទៅលើឧស្ម័នកាបូនិកឬក៏អាសូតឌីអុកស៊ីជាដើមទី4ការប្រើប្រាស់រុក្ខធាតុតិចប៉ុន្តែផលិតធម្មពលច្រើនដែលក្នុងនោះជាទូទៅគេប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូមត្រឹមតែ1ក្រាមតែប៉ុណ្ណោះតែបរិមាណធម្មពលដែលផលិតបានគឺស្មើនឹងធ្យូងថ្មចំនួន3.5 តោនអញ្ចឹងការប្រើប្រាស់ធម្មពលនេះគឺខ្លាំងក្លាមែនតើប៉ុន្តែយ៉ាងណាមិញដោយសារតែកម្រិតនៃការប្រើប្រាស់សារធាតុដែលគ្រោះថ្នាក់នេះឯងក៏វាបានផ្ដល់នូវគុណវិបត្តិផលដែរតើតើនឹងការប្រើប្រាស់ធម្មពលនុយក្លេអ៊ែរនេះអញ្ចឹងទី1តើតើនឹងគុណសម្បត្តិគុណវិបត្តិនៃធម្មពលនុយក្លេអ៊ែរទី1គឺវាបានផលិតនៅកាកសំណល់ដែលមានជាតិវិទ្យុសកម្មដែលប៉ះពាល់ដល់សុខភាពក្នុងករណីដែលយើងមិនបានគ្រប់គ្រងវាបានត្រឹមត្រូវអញ្ចឹងសំណល់ទាំងអស់នោះវានឹងប៉ះពាល់ដល់សុខភាពទាំងមនុស្សសត្វនិងរុក្ខជាតិទី2រោងចក្រនុយក្លេអ៊ែរគឺមានតម្លៃថ្លៃមែនទែនដោយសារតែវត្ថុធាតុដើមនិងដំណើរការនៃការសាងសង់គឺមានការចំណាយខ្ពស់ទី3ពិបាកក្នុងការគ្រប់គ្រងវាងាយផ្ទុះបែកហើយកាលណាវាផ្ទុះបែកគឺវាមានបង្កនៅផលប៉ះពាល់ទៅដល់បរិស្ថានហើយចំណុចទី4ដំណើរការនៃការរោងចក្ររបស់យើងជាទូត្រូវប្រើប្រាស់ទឹកច្រើនអញ្ចឹងជាទូទៅការសាងសង់រោងចក្រនុយក្លេអ៊ែរជាទូទៅវានៅក្បែរប្រភពទឹកដោយសារតែរោងចក្រមួយនេះគឺវាបង្កើតនៅធម្មពលកម្ដៅអញ្ចឹងវាដើម្បីទប់ទល់កុំឲ្យម៉ាស៊ីននៅក្នុងរោងចក្រវាក្តៅហើយមានការផ្ទុះបែកគឺវាត្រូវការប្រើប្រាស់ដើម្បីកាត់បន្ថយម៉ាស៊ីនកម្ដៅអញ្ចឹងសរុបមកវិញការប្រើប្រាស់ធម្មពលនុយក្លេអ៊ែរក៏ដូចជាការផ្ដល់នៅធម្មពលពីព្រះអាទិត្យគឺវាផ្ដល់នៅគុណសម្បត្តិជាក់ស្ដែងវាក៏ផ្ដល់នៅគុណវិបត្តិដល់យើងដែរក្នុងករណីដែលយើងមិនបានគ្រប់គ្រងបានត្រឹមត្រូវឥឡូវយើងចូលដល់អត្រាកំណើតសំណួរទី4សំណួរទី4តើកាឡាក់ស៊ីគឺមានប្រមាណប្រភេទអញ្ចឹងកាឡាក់ស៊ីរបស់យើងគឺមាន3ប្រភេទដែលកាឡាក់ស៊ីទី1យើងហៅថាកាឡាក់ស៊ីរាងគូខ្យងវាមានរូបរាងបែបនេះវាស្រដៀងជាមួយនឹងគូខ្យងហើយវាមានការវិលខ្ញាល់នៅផ្នែកដែលគូចនៅផ្នែកកណ្ដាលទី2គឺកាឡាក់ស៊ីរាងពងក្រពើអញ្ចឹងវាមានលក្ខណៈទ្រវែងដោយពងក្រពើបែបនេះហើយនឹងទី3គឺកាឡាក់ស៊ីរាងមិនទៀងទាត់អញ្ចឹងរាងរបស់វាគឺមិនពិតប្រាកដទេដែលយើងមិនអាចកំណត់រូបរាងវាបានអញ្ចឹងបានគេដាក់ឈ្មោះថាកាឡាក់ស៊ីរាងមិនទៀងទាត់ចឹងតើតើទៅនឹងប្រព័ន្ធព្រះអាទិត្យដែលយើងស្ថិតនៅនេះគឺដែលយើងរស់នៅនេះគឺវាស្ថិតនៅប្រភេទកាឡាក់ស៊ីរាងគូខ្យងដែលគេបានដាក់ឈ្មោះវាថា Milky Way ចឹងតើតើនឹងវិញ្ញាសាបលគូគឺមានតែប៉ុណ្ណឹងហើយសង្ឃឹមតែថាបងប្អូននឹងយល់ពីខ្លឹមសារមេរៀនហើយបើមានចម្ងល់អាចឆាតសួរ
នៅក្នុងវីដេអូនេះសូមអរគុណ